បងប្អូនបើបងប្អូនមានពោតផ្អែមណាពោតលឿងហ្នឹងបងប្អូនចង់ធ្វើអីដែរបើខ្ញុំវិញថ្ងៃហ្នឹងខ្ញុំចង់ឆាពោតផ្អែមជាមួយនឹងបកាក្រៀមហើយនឹងក្រៀមបងប្អូនពោតផ្អែមបើខ្ញុំឲ្យខ្ញុំឆ្នៃបាន10មុខបងប្អូនជឿអត់ចាអញ្ចឹងក៏ទៅកាច់ពោតឯងបងប្អូនកាច់ពោតនៅចកាចកានេះគេដាំធម្មជាតិបងប្អូនអត់បាញ់ថ្នាំទេណាចឹងដើរកាច់យកផ្លែណាល្អអញ្ចឹងណាបងប្អូនចាបន្ទាប់មកដល់ផ្ទះវិញបងប្អូនចាប់ផ្ដើមបកសបកពោតបកសបកវាមួយអស់ចឹងណាបងប្អូនបកសបកផងហើយអាសាច់សាច់វានឹងមានជាប់សក់វាបងប្អូនចឹងយើងបេះសម្អាតវាស្អាតទៅណាពោតនេះសាច់ល្អបងប្អូនសាច់ឡើងណែនហ្មងចាបន្ទាប់ពីបកសបកហើយខ្ញុំក៏ចាប់ផ្ដើមចិតយកស្នូលពោតចេញបងប្អូនចិតយកតែគ្រាប់ពោតមកនេះចាបន្ទាប់ពីចិតហើយនេះបងប្អូនបានប៉ុណ្ណេះបានកញ្ច្រែងខ្ញុំឆាតែប៉ុណ្្នឹងឯងចាគ្រឿងផ្សំមានខ្ទឹមក្រហមខ្ញុំដាក់3មើមណាបងប្អូនហាន់វាស្ដើងហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមហាន់មឹកក្រៀមបងប្អូនមឹកនេះខ្ញុំយកត្រាំទឹកវាឲ្យរីកហើយលាងវាស្អាតហើយបានយកមកហាន់បងប្អូនមានបកាក្រៀមមានមឹកក្រៀមមានស្លឹកខ្ទឹមគ្រឿងផ្សំហើយមានប៊ឺជាពិសេសឆាប៊ឺបងប្អូនឆាខ្លាញ់អត់ឆ្ងាញ់ទេណាឆាដាក់ប៊ឺមិនឆ្ងាញ់ជាដំបូងខ្ញុំចាប់ផ្ដើមបំពងខ្ទឹមហើយទុកដល់ឡែកសិនណាបងប្អូនបន្តមកទៀតខ្ញុំក៏ដាក់ខ្ទះឲ្យក្តៅចាក់ប៊ឺចូលហើយលាយប៊ឺហ្នឹងឲ្យវាលាយហើយខ្ញុំចាប់ផ្ដើមចាក់បកាក្រៀមយើងហ្នឹងដែលយើងហាន់ហើយហ្នឹងបងប្អូនបន្ទាប់មកខ្ញុំដាក់ប៊ីចេងបន្តិចស្ករបន្តិចបងប្អូនស្ករយើងមិនដាក់ក៏បានដែរបងប្អូនព្រោះអីពោតហ្នឹងវាផ្អែមហ្មងបងប្អូនវាមានជាតិផ្អែមហ្មងបងប្អូនដែលយើងបេះមកថ្មីអញ្ចឹងគឺថាផ្អែមឆ្ងាញ់ហ្មងចាបន្ទាប់ពីលីងគ្រឿងចូលជាតិហើយខ្ញុំក៏ចាប់ផ្ដើមដាក់ពោតចូលបងប្អូនចាក់ពោតចូលឆាត្រឡប់ណាបងប្អូនឆាវាមួយសន្ទុះវារៀងដាច់ទឹកអីអញ្ចឹងក៏ខ្ញុំថែមទឹកស្អាតមួយកូនចានចូលដើម្បីកុំឲ្យវាខ្លោចហើយដើម្បីឲ្យមឹកលីឆាពោតយើងនឹងឆ្អិនល្អបន្ទាប់មកខ្ញុំក៏ថែមទឹកត្រីកន្លះកូនចានចូលបងប្អូនទឹកត្រីខ្ញុំមកដាក់ច្រើននេះព្រោះបកាក្រៀមមកក្រៀមយើងវាមានជាតិប្រៃស្រាប់ណាបងប្អូនបន្ទាប់ពីឆ្អិនខ្ញុំក៏ចាក់ស្លឹកខ្ទឹមចូលហើយនឹងខ្ទឹមក្រហមខ្ញុំបំពងហើយណាបងប្អូនចាក់ចូលច្របល់ចូលគ្នាចឹងបានញ៉ាំឲ្យបងប្អូនអាចបើសិនជាបងប្អូនមានពោតថ្មីបងប្អូនអាចឆាដូចខ្ញុំបានណារបៀបឆានេះលឿនហើយងាយស្រួលបងប្អូនហើយដូចថាគ្រឿងផ្សំក៏អត់ពិបាករហូតដែរណាបងប្អូនគឺគ្រឿងផ្សំងាយឆាឆាប់បានញ៉ាំបងប្អូនចាពោតនេះបើក្មេងៗវិញចូលចិត្តបងប្អូនឯងកូនខ្ញុំវិញមកពីសាលាគឺថាម្នាក់មួយចានអរគុណ